5សមត្ថភាពអស្ចារ្យរបស់ខួរក្បាលមនុស្សដែលអ្នកមិនធ្លាប់ដឹងតើអ្នកដឹងទេថាខួរក្បាលមនុស្សអាចបង្កើតថាមពលអគ្គិសនីគ្រប់គ្រាន់បំភ្លឺអំពូលភ្លើងតូចមួយបានហើយវាធ្វើការមិនឈប់សម្រាកទោះពេលយើងគេងក៏ដោយថ្ងៃនេះយើងមកស្គាល់5សមត្ថភាពអស្ចារ្យរបស់ខួរក្បាលដែលអ្នកប្រហែលមិនធ្លាប់បានដឹងពីមុនមកចំណុចទី1ខួរក្បាលប្រើថាមពលខ្លាំងបើទោះបីខួរក្បាលមានទម្ងន់ត្រឹមតែប្រហែល 2% នៃរាងកាយប៉ុន្តែវាប្រើថាមពលដល់ជាង 20% នៃថាមពលសរុបនេះមានន័យថាខួរក្បាលត្រូវការអុកស៊ីសែននិងសារធាតុចិញ្ចឹមច្រើនណាស់ដើម្បីដំណើរការបានល្អវាបញ្ជូនសញ្ញាប្រសាទរាប់ពាន់លានក្នុង1វិនាទីដើម្បីឲ្យយើងគិតនិយាយចងចាំនិងធ្វើសកម្មភាពផ្សេងៗពេលអ្នកមានអារម្មណ៍ថាខួរក្បាលនឿយហត់នេះអាចជាសញ្ញាថាអ្នកត្រូវការសម្រាកឬគេងឲ្យបានគ្រប់គ្រាន់ចំណុចទី2ខួរក្បាលបង្កើតអគ្គិសនីសញ្ញាប្រសាទក្នុងខួរក្បាលធ្វើការដោយចរន្តអគ្គិសនីតូចៗកោសិកាប្រសាទរាប់ពាន់លានបញ្ជូនសញ្ញាទៅមកដូចជាបណ្ដាញអគ្គិសនីមួយដ៏ស្មុគស្មាញថាមពលអគ្គិសនីដែលកើតឡើងអាចមានប្រហែល10ទៅ20វ៉ាត់ដែលគ្រប់គ្រាន់សម្រាប់បំភ្លឺអំពូលភ្លើងតូចមួយបាននេះបង្ហាញថាខួរក្បាលមិនត្រឹមតែជាមជ្ឈមណ្ឌលគិតប៉ុណ្ណោះទេប៉ុន្តែជាម៉ាស៊ីនថាមពលមួយផងដែរចំណុចទី3ខួរក្បាលមិនដេកពេលយើងគេងខួរក្បាលមិនបានឈប់ធ្វើការទេវាកំពុងរៀបចំព័ត៌មានដែលយើងបានរៀនក្នុងថ្ងៃនេះបង្កើតអង្គចងចាំនិងជួសជុលដោយខ្លួនឯងសុបិនគឺជាផ្នែកមួយនៃដំណើរការនេះអ្នកវិទ្យាសាស្ត្រជឿថាសុបិនអាចជួយឲ្យខួរក្បាលដោះស្រាយអារម្មណ៍និងបញ្ហាផ្សេងៗដូច្នេះការគេងគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យយើងស្រួលខ្លួនទេប៉ុន្តែជួយឲ្យខួរក្បាលមានសុខភាពល្អផងដែរចំណុចទី4ខួរក្បាលអាចរៀនអ្វីថ្មីៗគ្រប់អាយុកាលខួរក្បាលមានសមត្ថភាពបង្កើតការតភ្ជាប់ថ្មីៗបានគ្រប់ពេលអ្នករៀនអ្វីថ្មីកោសិកាប្រសាទនឹងបង្កើតបណ្ដាញថ្មីៗដើម្បីរក្សានូវចំណេះដឹងដែលអ្នកបានរៀននេះហើយជាមូលហេតុដែលអ្នកអាចរៀនភាសាថ្មីៗឬជំនាញថ្មីៗទោះជាអាយុប៉ុន្មានក៏ដោយការអានសរសេរហាត់ប្រាណនិងហាត់គិតគឺជាវិធីល្អក្នុងការរក្សាខួរក្បាលឲ្យសកម្មចំណុចទី5ខួរក្បាលដំណើរការព័ត៌មានយ៉ាងលឿនខួរក្បាលអាចដំណើរការព័ត៌មានស្មុគស្មាញបានយ៉ាងលឿនឧទាហរណ៍ពេលអ្នកមើលមុខមនុស្សម្នាក់ខួរក្បាលអាចស្គាល់និងចងចាំក្នុងរយៈពេលតិចជាង1វិនាទីវាក៏អាចបញ្ជូនសញ្ញាពីខួរក្បាលទៅកាន់រាងកាយបានលឿនផងដែរដូចជាពេលដែលយើងគេចចេញពីវត្ថុដែលធ្លាក់មកសមត្ថភាពនេះធ្វើឲ្យមនុស្សអាចរស់រាននិងសម្រេចចិត្តបានយ៉ាងឆាប់រហ័សនិយាយឲ្យខ្លីខួរក្បាលមនុស្សពិតជាអស្ចារ្យបើអ្នកចូលចិត្តវីដេអូចំណេះដឹងបែបនេះសូមចុច like និង Subscribe ដើម្បីគាំទ្រ Channel នេះហើយកុំភ្លេចសរសេរប្រាប់ថាអ្នកចង់ឲ្យខ្ញុំនិយាយអំពីប្រធានបទអ្វីបន្ទាប់